ឲ្យមានសេរីសួស្តីជាមង្គលបរិសុទ្ធក្នុងឱកាសនេះទាំងកាលណាមានសត្វទាំងឡាយមកជួបយើងបានឃើញទម្រង់បានឃើញខ្មុកបានឃើញរូបយក្សរូបស្វាកាលពីក្មេងមកហើយប៉ុន្តែយើងអត់តាន់ដឹងថាអូទម្រង់ហ្នឹងល្ខោនអីគេទេវាជាល្ខោនដ៏កម្រមួយសប្តាហ៍ថ្ងៃនេះល្ខោនខោទម្រង់ខេត្តបាត់ដំបងហ្នឹងគឺយើងនៅសល់តែមួយវងទេគឺសល់តែវងរបស់ព្រឹទ្ធាចារ្យនាថកោសលវិជ្ជាជាហាព្រឹទ្ធាចារ្យនាថកោសលវិជ្ជាជាហាកើតក្នុងឆ្នាំ1929នាខេត្តបាត់ដំបងបច្ចុប្បន្នលោកព្រឹទ្ធាចារ្យមានជន្មាយុ95ឆ្នាំជាមរតកមនុស្សរស់ដែលមានវ័យចំណាស់ជាងគេក្នុងចំណោមមរតកមនុស្សរស់កម្ពុជាទាំងអស់ពីដើមខ្ញុំនៅសំដែងជាមួយគាត់មានតែមុខតួបរិយាមួយតួរៀបមួយទេស្វាគូមុខទេបើយៈនឹងកាត់កណ្ដាស់ទៅពាក្យទៅគេទៅខោចទៅសត្រីសេតាអ្នកដែលមិនជាប់វិស័យសិល្បៈអត់បានសំដែងជាក្រុមជាគ្រូរបស់គាត់ទេมันអាចយកទៅពាក្យបានទេសធំឈឺពេលដែលបំបើកប្រណេតនេះហើយคล้ายជារបស់ស័ក្តិសិទ្ធិហើយការសម្ដែងហ្នឹងគឺផ្សារភ្ជាប់អំពីល្ខោនហ្នឹងទៅនឹងសពជាក់ស្ដែងតែការសម្ដែងហ្នឹងនៅពេលដែលតួអង្គម្នាក់ហ្នឹងស្លាប់គឺគេហែតួអង្គហ្នឹងជុំវិញមេនហ្នឹងហើយគឺគេបូជាសពជាក់ស្ដែងហ្នឹង